នាថ្ងៃទី2ខែមិថុនាឆ្នាំ2025ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងជាអគ្គនាយក Baltic Group បានអញ្ជើញចូលរួមនៅកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាដោយបានលើកឡើងថាសុខភាពបុគ្គលិកជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសុខភាពប្រជាជនជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិសូមអបអរសាទរជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមធ្វើការគោរពទៅកាន់ឯកឧត្តមប្រធានគណៈអធិបតីគណៈកម្មការសាស្ត្រាចារ្យនិងមិត្តនិស្សិតជាទីគោរពជាទីរាប់អាននាងខ្ញុំឈ្មោះលឹមណាវីជានិស្សិតឆ្នាំទី2មកពីមហាវិទ្យាល័យព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រសូមធ្វើការបកស្រាយទៅលើគតិបណ្ឌិតដ៏ផុសផង់របស់ឯកឧត្តមបណ្ឌិតលីឆេងដែលបានលើកឡើងថាសុខភាពប្រជាជនជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិសុខភាពបុគ្គលិកជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនការដែលមាននៅបច្ចេកវិទ្យាទាន់សម័យសមត្ថភាពនិងចំណេះជំនាញមិនទាន់គ្រប់គ្រាន់ពេញលេញជាកម្លាំងចលករនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនក៏ដូចជាប្រទេសជាតិនៅឡើយនោះទេអង្គវេទិកាជាទីគោរពប្រសិនបើក្រុមហ៊ុនមួយដែលមានបុគ្គលិកតែងតែឈឺជារឿយៗតើក្រុមហ៊ុននោះអាចធ្វើការប្រកួតប្រជែងទីផ្សារបានដែរឬទេហើយប្រសិនបើប្រទេសមួយដែលមានប្រជាជនសិក្សាតែមានបញ្ហាសុខភាពតើប្រទេសនោះអាចធ្វើការពង្រីកវិសាលភាពនៃវិស័យនានាបានយ៉ាងដូចម្តេចទៅដើម្បីជាការបកស្រាយឲ្យមានភាពពិស្ដារនាងខ្ញុំសូមធ្វើការបញ្យល់នៅពាក្យកន្លឹះមួយចំនួនជាមុនសិនពាក្យសុខភាពយោងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតគឺភាពគ្មានជំងឺទាំងផ្លូវកាយនិងផ្លូវចិត្តរីឯទ្រព្យសម្បត្តិគឺជាធនធានដែលមានតម្លៃដូចនេះប្រធានបទមានន័យថាភាពគ្មានជំងឺទាំងផ្លូវកាយនិងផ្លូវចិត្តរបស់បុគ្គលិកក៏ដូចជាប្រជាពលរដ្ឋគឺជាធនធានដែលមានតម្លៃនិងជាអត្ថប្រយោជន៍ចម្បងដែលគួរគប្បីមើលថែរក្សាផងដែរដើម្បីជាមតិគាំទ្រនៅក្នុងការបកស្រាយនៅគតិបណ្ឌិតអប់រំទី3ក្នុងចំណោមគតិបណ្ឌិតអប់រំទាំង13បង្កើតឡើងដោយឯកឧត្តមបណ្ឌិតលីឆេងក្នុងគោលបំណងក្រានរំលឹកដាស់តឿនដល់បុគ្គលិក Baltic Group ជាង 4000 នាក់ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតសិក្សានាងខ្ញុំសូមលើកយកនៅតលហិកចំនួន2ទី1សេវាសុខភាពបុគ្គលិកស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណទី1ត្រង់មុំទី4ដែលស្ដីអំពីការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងឯកឧត្តមបណ្ឌិតលីឆេងបានផ្ដល់ជូននូវការសមាជិកបសសជូនដល់បុគ្គលិក Baltic Group ជាង518នាក់នាថ្ងៃទី3ខែមិនិនាឆ្នាំ2018នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលនេះគឺជាការថែទាំសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តជារឿយៗលោកតែងតែរៀបចំជូននៅដំណើរកម្សាន្តទាំងក្នុងនិងក្រៅស្រុកក៏ដូចជាពិធីសម្ដែងសម្ដារជាមួយនឹងបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរដែលនេះលោកបានបង្ហាញអំពីការកាត់គូយ៉ាងដិតដល់សុខុមាលភាពរបស់បុគ្គលិកទាំងផ្លូវកាយនិងផ្លូវចិត្តបុគ្គលិកមានសុខភាពល្អក្រុមហ៊ុនរីកចម្រើនប្រកបដោយចីរភាពតលហិកទី2សុខភាពប្រជាជនស្របទៅតាមអនុសាសន៍របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាសុខភាពគឺជាគោលសំខាន់ការដែលយើងមានសុខភាពល្អនោះគឺជាទ្រព្យសម្បត្តិប៉ុន្តែបើយើងមានជំងឺសុខភាពមិនល្អនោះគឺជាបន្ទុកក្រោមការជំរុញរបស់សម្ដេចបវរធិបតីនៅថ្ងៃទី24ខែតុលាឆ្នាំ2025-23ក្រសួងសុខាភិបាលបានដាក់សម្ពោធជាផ្លូវការនៅមន្ទីរពេទ្យដៃជោសន្តិភាពដែលធំជាងគេនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការដែលនេះបង្ហាញអំពីការកាត់គូដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលទន្ទឹមនឹងនេះដែរអំឡុងពេលដែលមានការរាតត្បាតនៃជំងឺ Covid-19 បានផ្ដល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយអត្រានៃភាពក្រីក្របានកើនឡើងដល់ទៅ2ដងចំណែកឯអត្រាអ្នកបាត់បង់ការងារធ្វើវិញបានកើនឡើងដល់ទៅ 4.8% ដែលនេះយោងទៅតាមកម្មវិធីអភិវឌ្ឍសហប្រជាជាតិដែលហៅកាត់ថា UNDP បានចុះផ្សាយនៅថ្ងៃទី8ខែតុលាឆ្នាំ2020ខណៈដែលប្រជាជនកំពុងតែស្ថិតនៅក្នុងវិបត្តិសុខភាពដ៏ធ្ងន់ធ្ងរបែបនេះតែអាចឲ្យមានសេចក្តីស្ងប់សុខនិងភាពរីកចម្រើនបានយ៉ាងដូចម្តេចទៅដែលនេះគឺជាទឹកតាំងដែលបានបង្ហាញយ៉ាងជាក់ច្បាស់ថាសុខភាពរបស់ប្រជាជនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលគួរគប្បីយកចិត្តទុកដាក់មើលថែរក្សាបានខ្ជាប់ខ្ជួនផងដែរជាការពិតណាស់សុខភាពគឺជាគោលសំខាន់និងជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលពុំអាចទិញលក់បាននោះទេហេតុដូចនេះហើយចូលថែរក្សាឲ្យបានខ្ជាប់ខ្ជួនកុំចាំភ្ញាក់ខ្លួនពេលដែលបាត់បង់ឬក៏ដេកឈឺនៅលើក្រែពេទ្យព្រោះគ្មាននរណាម្នាក់អាចមកឈឺចំនួនអ្នកបាននោះទេសរុបជារួមមកឆ្លងតាមការបកស្រាយយ៉ាងក្បោះក្បាយនៅគតិបណ្ឌិតដល់ថ្លៃថ្លារបស់ឯកឧត្តមបានបំផុសជាកម្រិតនិងស្មារតីដាស់តឿនដល់យុវជនយុវតីក្មេងចាស់ប្រុសស្រីជាពិសេសនោះគឺសិស្សានុសិស្សការដែលមានចំណេះជំនាញនិងសមត្ថភាពនោះគឺជាក្តីកត់ប្រសើរតែចុះកុំភ្លេចមើលថែសុខភាពផ្លូវកាយផ្លូវចិត្តរួមទាំងបញ្ញាស្មារតីផងដែរជាចុងក្រោយនាងខ្ញុំសូមគោរពជូននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានកំបីឃ្លៀងឃ្លាតឡើយសូមអរព្រគុណនិងសូមអរគុណ
Salty International University, the future of global leaders.